ខេត្តកំពង់ចាមខ្សែទឹកខាងក្នុងជាមួយនឹងត្រពាំងវែងសែនជ័យចាខ្សែទឹកខាងក្រៅប្រកាសល្អមើលទៀតដែរបងប្អូនជាទីគោរពរាប់អានចៅពេជ្រកុមារបុប្ផាជ្រោយថ្មគឺទទួលបានការឧបត្ថម្ភពីលោកជំទាវលៀនរួចឆេងហ៊ុនណេងចានឹងឯកឧត្តមនេតសវឿនឯកឧត្តមសន្តិបណ្ឌិតនេតសវឿននិងលោកជំទាវអុកញ៉ាអានម៉ាឡាឌីអុកញ៉ាឆនកាវីនិងលោកជំទាវប្រកាសគ្នាមែនតើរីឯត្រពាំងវែងសែនជ័យឧបត្ថម្ភដោយឯកឧត្តមនាយឧត្តមសេនីយ៍គតិសង្ឃបណ្ឌិតហ៊ីងប៊ុនហ៊ាននិងលោកជំទាវប៉ែនចានីអីខ្សែទឹកខាងក្នុងទទួលបានរៀបឆ្នាំតិចតួចខាងក្រៅខាងក្រៅបាទអញ្ចឹងគឺត្រពាំងវែងសែនជ័យបាទរបស់កណ្ដាលស្ទឹងជ្រួយថ្មឥឡូវនេះយើងឃើញថាត្រពាំងវែងសែនជ័យដកហើយណាទទួលបានការខំពីឯកឧត្តមគតិសង្ឃបណ្ឌិតបាទហ៊ីងប៊ុនហ៊ាននិងលោកជំទាវប៉ែនចានីតែមកដកចុងបាទឈ្នះល្អបាទត្រពាំងវែងទទួលបានជ័យជំនះទៅលើចៅពេជ្រកំពង់សែនជ័យកំពង់ចាមទទួលបានការឧបត្ថម្ភពីសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតចំណែកឯចៅពេជ្រកុមារបុប្ផាជ្រួយថ្មបាទទូកនេះក៏នៅកំពង់ចាមដូចគ្នាដែរបាទទទួលបានការឧបត្ថម្ភពីលោកជំទាវលៀងវុឆេងហ៊ុនណេងនិងឯកឧត្តមបាទនេតសវឿននិងលោកជំទាវអ្នកញ៉ាអាម៉ាឌីបាទឆនថាវីនិងលោកជំទាវខ្សែទៅនឹងក្រៅចៅពេជ្រកុមារបុប្ផាជ្រោយថ្មចាបានទទួលជ័យជំនះក្នុងជើងទី1ទៅលើព្រះអណ្ដូងសែនជ័យបាទគូជាបន្តចាគូជាបន្តព្រះអណ្ដូងសែនជ័យចាជាមួយនឹងចៅពេជ្រកុមារមកបុកផាជ្រោយថ្មចាគូលេខ149ត្រូវហើយបាទខ្សែទឹកខាងក្នុងការប្រជើងទី1ទទួលបានជ័យជំនះបាទឥឡូវជើងទី2ក៏ល្អដែរលឿនណាស់ណាមកដល់មុខនឹងពលាជ័យល្បីល្បាញណាចៅពេជ្រកុមារបុប្ផាជ្រោយថ្មនេះឧបត្ថម្ភដោយលោកជំទាវលៀងវុឆេងហ៊ុនណេងនិងឯកឧត្តមចាសន្តិបណ្ឌិតនេតសវឿននិងលោកជំទាវអ្នកអុកញ៉ាអានម៉ាល់ឌីអុកញ៉ាឆនថាល់បាទ91ទុក91បងប្អូនសូមត្រឡប់91វិញអូអ្នកអញ្ជើញបាទស្រាយពីជ័យធម្មតាតេជោបាទគ្រូចៅអធិការបាទហាត់សុកនិមបាទបាទសុកនិមបាទហើយតែខាងក្រៅខ្លាំងណាស់ទូកនេះបាទចៅពេជ្រកុមារបុប្ផាជ្រោយថ្មអូយបាទល្អណាស់ទូកនេះល្អណាស់មកពីខាងវត្តបាទសុខសិដ្ឋារាមបាទស្ថានបង្កប់បាទបង្កប់ចាមឥឡូវយើងឃើញហើយបាទចៅពេជ្រកុមារបុប្ផាជ្រួយថ្មបាទទទួលបានជ័យជំនះហើយបាទគឺទទួលបានការវិឧបត្ថម្ភពីលោកជំទាវលៀងវុឆេងហ៊ុនណេងនិងឯកឧត្តមនេតសវឿននិងលោកជំទាវអ្នកអញ្ញាអានម៉ារ៉ាឌីអង្គចារបស់ឯកឧត្តមប្រាសភ័ណ្ឌមកពីខាងសៀមរាបជាមួយនឹងមហាក្រុតរបស់សម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបាញ់មិញនេះខ្ញុំសូមធ្វើការកែតម្រូវទូកគូទី83បាញ់មិញចានេះខ្ញុំសូមធ្វើការកែតម្រូវជាថ្មីម្ដងទៀតទូកដែលមកដល់ទីអំបញ្ញមិញចាហើយទទួលព្រៀបឈ្នះហ្នឹងគឺខ្សែទៅខាងក្រៅគឺជាទូកគូទី83ទេពីជ័យសេនាខេមរាមមានជ័យបារមីអង្គរមកពីសៀមរាបដែលឧបត្ថម្ភដោយឯកឧត្តមប្រាសភ័ណ្ឌចាបានទទួលជ័យជំនះជាលើកទី2ទៅលើមហាក្រុតចាខ្សែទៅខាងក្នុងបាទឥឡូវនេះទូកកំពុងតែធ្វើដំណើរមកទៀតហើយបាទសម្រាប់ទូកគូពិសេសបាទខ្សែទឹកខាងបាទ295បាទទូក91បាទសារាយពីជ័យធិបតីតេជោខ្សែទឹកខាងក្រៅចំណែកឯខ្សែទឹកខាងក្នុងបាទគឺចៅពេជ្រកុមារបុប្ផាជ្រួយថ្មចាសូមអភ័យទោសមុននេះនាងខ្ញុំមិនទាន់ទទួលបាននៅព័ត៌មានច្បាស់លាស់ហើយជម្រាបជូនចាជាហោហាយហើយអំពីប្រវត្តិចៅពេជ្រកុមារបុប្ផាជ្រួយថ្មក៏ដូចជាសារាយពីជ័យធិបតីតេជោដែលឥឡូវនេះព័ត៌មានគឺច្បាស់ហើយថាទូកនេះគឺជាទូកគូទី91ពិតប្រាកដចាពិតប្រាកដទោះបីជាទើបតែឆ្លងផុតចាពីកន្លែងចេញដំណើរបានបន្តិចដែលមិនទាន់បាន1000ម៉ែត្រទេចាមកទន្ទឹមនឹងកងព័ន្ធទី1ទើបបាន1000ម៉ែត្រចា1000ម៉ែត្រដោយសារតែទីបណ្ដាំរបស់យើងនោះមានចម្ងាយដល់ទៅ1700ម៉ែត្រឯណោះបាទហើយយើងឃើញថាសម្រាប់ខ្សែទៅខាងក្រៅក៏កំពុងតែមកមុខបន្តិចបន្តួចពីគូប្រកួតរបស់ខ្លួនបាទប៉ុន្តែយ៉ាងណាក៏ដោយគឺយើងអាចនិយាយបានថាបដាមសងគ្នាបាទសម្រាប់ខ្សែទៅខាងក្នុងនៅចំណុចខាងក្រៅបាទត្រង់ឆ្ងាយនៅឡើយអញ្ចឹងអាចប្រែប្រួលពីលក្ខណៈបច្ចេកទេសនៃការចាបើសិនជាមកចាក់ទន្ទឹងនឹងកងព័ន្ធទី2នេះទោះបីជាដកបន្តិចក៏ដោយអាចទៅថាមិនប្រកបដែរចាមិនប្រកបដែរតទៅដល់ទីតែម្ដងទើបប្រកបបាទអញ្ចឹងសូមបញ្ជាក់ជាថ្មីបាទខ្សែទឹកខាងក្រៅសារាយពីជ័យធម្មតាតេជោបាទរបស់ខេត្តកណ្ដាលបាទទទួលបានការឧបត្ថម្ភពីព្រះគូខុសច្ចារៈខតោបាទផាន់សុកនីមបាទចំណែកឯខ្សែទឹកខាងក្នុងចៅពេជ្រកុមារបុប្ផាជ្រោយថ្ម
បាទទូបានការឧបត្ថម្ភពីលោកជំទាវលៀងវិឆេងបាទហ៊ុនណេងនិងអាដាមនេសវឿនបាទនិងលោកជំទាវអ្នកអង្គការអានម៉ាឌីបាទអង្គការធនធាវីនិងលោកជំទាវបាទចាខ្សែទៅខាងក្នុងហើយហាក់ដូចជាដកបន្តិចហើយចៅពេជ្រកុមារបផាជ្រោយថ្មមកពីវត្តសុទ្ធថារាមបាទចាសទស្សនារាមបឹងកុកកំពង់ចាមចាទូកនេះមានគេឈ្មោះបោះសម្លេងណាហើយបងប្អូនយើងដែលនៅខាងបឹងកុកណាកំពុងតែតាមដានទស្សនាព្រោះថាទូកខេត្តកំពង់ចាមមួយនេះចៅពេជ្រកុមារបផាជ្រោយថ្មហ្នឹងគឺមិនដែលថយដៃទេប្រជាប្រិយភាពមិនដែលថមថយទេនៅតែមានការគ្រប់គ្រងពីបងប្អូនអ្នកយើងនិយាយដោយសាមញ្ញគឺបងប្អូនអ្នកលេងទូកការអ្នកលេងទូកអ្នកបានន័យថាគាត់និយមគ្រប់គ្រងចាកីឡាទូកប្រពៃណីនេះតែម្ដងបាទអញ្ចឹងយើងឃើញថាប្រដាំប្រសងគ្នាទេបាទសម្រាប់ខ្សែទឹកខាងក្រៅដូចក្នុងហាក់ដូចដកទីហើយចាខ្សែទឹកក្នុងបាទកំពុងតែអាចប្រដាំប្រសងគ្នាប៉ុន្តែសណ្ដកបន្តិចបន្តួចតែប៉ុណ្ណោះបាទសម្រាប់ឥឡូវនេះខ្សែទឹកខាងក្នុងកំពុងតែចាប់ដើមហើយចាប់ដើមហើយចៅពេជ្រកុមារបផាជ្រោយថ្មចាប់ដើមដល់ហើយបងប្អូនឥឡូវជិតដល់កងភ័ណ្ឌទី2បាទឃើញថាជិតដល់កងភ័ណ្ឌទី2នេះគឺខ្សែទឹកខាងក្នុងបង្កើនល្បឿនរបស់ខ្លួនបាទចៅពេជ្រនេះស្រាប់កន្លែងយកជ័យហើយកន្លែងហ្នឹងចឹងត្រូវតែធ្វើយ៉ាងណាបាទគឺបង្កើនកម្លាំងរបស់ខ្លួនបន្ថែមទៀតធ្វើយ៉ាងណាឲ្យព្រមគ្នាបាទនៅក្នុងទូកទាំងអស់នេះបើសិនជាចំណុះទូកណាមួយគាត់មិនអមប្រកាសជាបាទប្រកាសជាមិនអាចទទួលបានលទ្ធផលល្អទេព្រោះថាកីឡារួមបានន័យថាចំណុះទូកច្រើនបែបនេះត្រូវតែមានស្មារតីជាក្រុមបើសិនជាក្នុងចំណោម70នាក់10នាក់លើកច្បាឡើង60នាក់ទៀតដាក់ច្បាចុះទូកគឺมันទទួលបានលទ្ធផលល្អទេឥឡូវនេះលទ្ធផលល្អគឺចៅពេជ្រកុមារបផាជ្រោយថ្មបាទសម្រាប់គូជាបន្តទីនេះ